សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះជួបគ្នាជាមួយនឹងខ្ញុំបាទសវណ្ណាហើយថ្ងៃនេះគឺខ្ញុំមកនិយាយអំពីការមើលឃើញរបស់សត្វជាមួយនឹងការមើលឃើញមនុស្សអញ្ចឹងអ្នកទាំងអស់គ្នាតើវាខុសគ្នាដល់កម្រិតណាតើកុំឲ្យខាប់ពេលចាំតាទស្សនាជាមួយនឹង admin យើងតើយើងទៅតាមទស្សនាជាមួយនឹង admin ទាំងអស់គ្នា let's go បណ្ដាក្បាលវីដេអូដំបូងគឺខ្ញុំមកនិយាយអំពីសត្វឆ្កែអ្នកទាំងអស់គ្នាប្រហែលជាឃើញហើយថាសត្វឆ្កែគឺវាមើលឃើញបែបណាគឺខ្ញុំបានដាក់រូបភាពនៅនឹងឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងអ្នកទាំងអស់គ្នាហើយយើងមើលទៅគឺមនុស្សយើងគឺមើលឃើញច្បាស់ខ្លាំងណាស់ហើយថែមទាំងវាមានកលឺដិតអីទៀតវាដូចឆ្កែទេឆ្កែមើលឃើញមកឡើងព្រិលអញ្ចឹងអ្នកទាំងអស់គ្នាគឺមើលអត់ឃើញច្បាស់នោះទេហើយថែមទាំងកលឺរបស់វាគឺបែកឆ្វេងបែកពើបែកអីអញ្ចឹងទៀតគឺវាកាន់តែមើលអត់សូវយល់ទៅទៀតហើយណាអត់ដូចមនុស្សយើងទេមនុស្សយើងគឺមើលឃើញច្បាស់អញ្ចឹងអ្នកទាំងអស់គ្នាហើយនេះហើយគឺឆ្កែគឺវាត្រូវការស្រង់ក្លិនជាជាងការចំណាំការមើលអីអញ្ចឹងចុះគឺវាប្រើចំហវាដើម្បីស្រង់ក្លិនចំណាំថានេះជាក្លិនម្ចាស់វានេះជាក្លិនសត្រូវរបស់វាអីអញ្ចឹងអ្នកទាំងអស់គ្នាគឺមើលតាមការស្រង់ក្លិននឹងឯងអូខេហើយបើសិនជាអ្នកទាំងអស់គ្នាឃើញថាឆ្កែនឹងគឺនៅតាមផ្លូវតាមអីអញ្ចឹងទៅអ្នកទាំងអស់គ្នាក៏គួរយោគយល់វាដែរដោយសារតែវានឹងគឺមើលអត់សូវច្បាស់ទេអានេះគឺឆ្កែដែលមានសុខភាពល្អអ្នកទាំងអស់គ្នាគឺមើលឃើញរៀងព្រើលប៉ុណ្្នឹងហើយទ្រាំតែឆ្កែកើតមកមានភ្នែកមញោកហើយមានសុខភាពមិនល្អទៀតមិនដឹងភ្នែកវាមើលឃើញបែកឆ្វេងមិនណានោះទេអញ្ចឹងហើយបើសិនជាអ្នកទាំងអស់គ្នាជិះម៉ូតូតាមដងផ្លូវអីបើសិនជាឃើញសត្វឆ្កែអីគួរមេត្តាអាណិតវាហ៎អ្នកទាំងអស់គ្នាគួរតែកិច្ចពីវាទៅឬក៏កុំផ្លេពីវាទៅបើសិនជាអាចករណីដែលយើងអាចធ្វើបានគឺយើងធ្វើខ្លះទៅដើម្បីឲ្យវានឹងមានសុវត្ថិភាពមានអីអញ្ចឹងទៅហើយណាមួយទៀតគឺផ្ដល់សុវត្ថិភាពដល់យើងមិនឲ្យយើងជីបុកអីអញ្ចឹងទៅហើយអ្នកទាំងអស់គ្នាបានមើលគឺក្នុងរូបនឹងគឺវាព្រិលអ្នកទាំងអស់គ្នាគឺព្រិលខ្លាំងណាស់គឺមើលអត់ដូចមនុស្សទេងាកទៅកាត់សត្វគោរបស់យើងនៅវិញគឺសត្វគោរបស់យើងក៏មិនធម្មតានោះដែរពើវិញម៉ែឡើងឡែតដល់ពើអូយពើវិញ slow ពើវាចេញមកម៉ែឡើងពើលឿងដិតជាងអញ្ចឹងណាតោះនេះពើលឿងដិតជាងសត្វគោហ្នឹងគឺមើលពើលឿងដិតជាងពើអីផ្សេងគឺវាអញនិយាយថាមើលរៀងឃើញធម្មតាខ្លះទេតែភ្នែកវាហ្នឹងគឺមានពើលឿងជាប់នៅនឹងបណ្ដោយអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលក្នុងរូបនឹងបាននៅពេលដែលវាមើលពើសក៏មានលេខពើលឿងនៅនឹងដែរលេខពើលឿងព្រិលអញ្ចឹងអ្នកទាំងអស់គ្នាតែគ្រាន់តែវាមានសំណាងជាងឆ្កែតិចចោះដោយសារតែវាអត់ព្រិលណាអត់ព្រិលដូចឆ្កែព្រិលហើយនេះហើយតែឆ្កែនៅតែឆ្លាតជាងគោអ្នកទាំងអស់គ្នាឧទាហរណ៍បើសិនជាយើងទុករបស់មួយអញ្ចឹងអ្នកទាំងអស់គ្នាគឺឆ្កែហ្នឹងគឺអត់ហ៊ានស៊ីនោះទេគឺវាមានគំនិតចាស់ទុំវាខ្លាចម្ចាស់វាវាយខ្លាចអីអញ្ចឹងទៅឲ្យដូចសត្វគោទេសត្វគោគឺហ៊ានទៅទុកប្រហែសហ៊ានទៅទុកស្រូវហ៊ានទៅទុកអីប្រហែសគឺវាទាញបោចអីវាអត់ខ្វល់ថាម្ចាស់វាយកអីវាយវាយកដបងយកអីវាយវានោះទេគឺឲ្យតែវាបានឆ្អែតទៅមួយមុខគាត់គឺវាសប្បាយចិត្តហើយណាចំណែកឯសត្វចុងក្រោយក្នុងវីដេអូនេះអ្នកទាំងអស់គ្នាគឺជាសត្វឃ្មុំហើយអ្នកទាំងអស់គ្នាប្រហែលជាឃើញមែនអត់ឃើញក្នុងរូបហ្នឹងហើយសត្វឃ្មុំមកណាមើលទៅពើចេញមកបច្រាស់ពីយើងបណ្ដោយអត់ដូចយើងទេយើងរុក្ខជាតិដែលខ្ចីគឺយើងមើលចេញមកពើត្រួយជ័យអញ្ចឹងណាពើត្រួយជ័យខ្ចីហៅពើត្រួយជ័យខ្ចីអញ្ចឹងចោះតែវាអត់ទេវាអារុក្ខជាតិខ្ចីរុក្ខជាតិបៃតងដែលយើងមើលឃើញហ្នឹងវាទៅជាឃើញពណ៌ស្វាយវិញហើយចំណែកអារបស់ដែលយើងមើលឃើញពណ៌ស្វាយហ្នឹងវាទៅជាមើលឃើញពណ៌រុក្ខជាតិពណ៌អីវិញអញ្ចឹងអ្នកទាំងអស់គ្នាអូយឡើងវល់វិញហ្នឹងហ្មងអញ្ចឹងហើយឃ្មុំគឺវាមានទស្សនៈមួយខុសពីយើងដែរអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាការមើលឃើញខុសទស្សនៈអ្នកទាំងអស់គ្នាក៏ខុសដែរអ្នកទាំងអស់គ្នាអាចមើលឃើញអញ្ចឹងបានអូដល់ខ្ញុំនិយាយពីឃ្មុំនឹងចុះអ្នកទាំងអស់គ្នាយើងគិតថាចេះឲ្យតើរបស់ដែលខ្ចីគឺមានពណ៌បៃតងហើយតែវាអត់ទេក្នុងទស្សនៈវាអត់ទេឲ្យតែរបស់ដែលខ្ចីគឺមានពណ៌ស្វាយឯងអញ្ចឹងនៅពេលដែលយើងមើលឃើញរបស់មួយដែលខុសប្លែកអញ្ចឹងថានៅពេលដែលយើងមើលឃើញរបស់មួយផ្ទាល់ភ្នែកអញ្ចឹងអ្នកទាំងអស់គ្នាយើងនឹងកំណត់ថារបស់ហ្នឹងគឺជាប្រភេទអញ្ចេះរបស់នេះគឺជាប្រភេទអញ្ចឹងហើយឧទាហរណ៍យើងមើលឃើញមនុស្សដែរមនុស្សនៅពេលដែលយើងមើលឃើញផ្ទាល់ភ្នែកខ្លួនឯងយើងគិតថាមនុស្សនឹងល្អហើយតែមនុស្សមួយទៀតនៅពេលដែលឃើញអាចរិតដែលគេបញ្ចេញមកការពិតតែគេពុះពុលអញ្ចឹងអ្នកទាំងអស់គ្នាគេមកឃើញថាអូមនុស្សនឹងអាក្រក់មនុស្សនឹងអត់ល្អអញ្ចឹងទស្សនៈក៏ផ្សេងគ្នាដែរណាវាដូចយើងនឹងសត្វឃ្មុំអញ្ចឹងយើងពណ៌ត្រួយជ័យជារបស់ពណ៌មួយដែលខ្ចីហើយសត្វឃ្មុំអត់ទេពណ៌ស្វាយគឺជាពណ៌របស់មួយដែលខ្ចីហើយបើសិនជាពណ៌លឿងវិញអ្នកទាំងអស់គ្នាគឺវាមើលឃើញពណ៌លឿងហ្នឹងគឺជាពណ៌ក្រហមវិញអញ្ចឹងផ្ការដងហ្នឹងគឺវាក្រេបផ្កាពណ៌ក្រហមវាស្រាប់វាតែយើងវិញឃើញវាក្រេបផ្កាពណ៌លឿងអូខេហើយឃ្មុំគឺវាមានខុសគ្នាចាហើយមនុស្សយើងក៏វាខុសគ្នាតាមខុសគ្នាអញ្ចឹងជាមួយសត្វហ្នឹងអ្នកទាំងអស់គ្នាហើយនេះហើយសត្វគឺមើលឃើញផ្សេងយើងមើលឃើញផ្សេងមិនមែនថាយើងមើលឃើញក្រហមឯងសត្វមើលឃើញក្រហមណែទេវាអត់ប្រកប 100% ទេអូខេវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេជូនពរអ្នកទាំងអស់គ្នាសុខភាពល្អនិងជាសរសើរទ្រង់មេដាបេដាពីខ្ញុំសវណ្ណៈបាយបាយ